រឿងនេះនិយាយអំពីគ្រួសារមួយរស់នៅយ៉ាងសុខសាន្តពួកគេមានកូន2នាក់កូនច្បងឈ្មោះថាជលសាមានអាយុ3ឆ្នាំនិងកូនស្រីពៅមានឈ្មោះថាវតីមានអាយុ1ឆ្នាំចម្រុងមានមុខរបរជាឈ្មួញជួញដូរនៅស្រុកឆ្ងាយរាល់ពេលគេចេញទៅម្ដងគេតែងចំណាយពេលរាប់ថ្ងៃរាប់ខែទើបត្រឡប់មកផ្ទះវិញចម្រុងកំពុងតែរៀបចំអីវ៉ាន់ជាមួយនឹងកម្មកររបស់ខ្លួនសម្រាប់ធ្វើដំណើរទៅស្រុកឆ្ងាយហើយជំនួយលើកនេះគឺជាជំនួយដ៏ធំរបស់ពួកគេរីឯចរិយាជាប្រពន្ធកំពុងតែរៀបចំបាយម្ហូបនិងគ្រឿងទេសផ្សេងទៀតសម្រាប់ឲ្យប្តីនិងកម្មករដទៃទៀតដែលត្រូវធ្វើដំណើរទៅស្រុកឆ្ងាយចរិយាលើកនេះបងដឹកទំនិញទៅលក់ឆ្ងាយហើយត្រូវចំណាយពេលជាយូរខែជាងលើកមុនហើយជំនួយលើកនេះក៏ធំជាងជើងមុនដែរបងត្រឡប់មកវិញនឹងនាំមកនៅភាពរីករាយដល់គ្រួសារយើងជាក់ជាមិនខានបងត្រូវថែរក្សាខ្លួនផងហើយត្រូវចេះប្រយ័ត្នប្រយែងផងដែរហើយក៏ត្រូវចាំថាអូននឹងកូននឹកបងជានិច្ចរងចាំបងមកនៅផ្ទះបាទប្រពន្ធសម្លាញ់បងនឹងសរសេរសម្បត្តិផ្ញើមកអូនជលសាពុកទៅសិនហើយណាកូនត្រូវចេះស្ដាប់បង្គាប់ម្ដាយហើយត្រូវចេះមើលថែប្អូនផងបាទពុកពេលពុកមកវិញទិញរបស់លេងឲ្យកូនផងទិញឲ្យច្រើនលឺអត់ពុកកូនពុកចេះណាចរិយាបងលាសិនហើយជលសាវតីពុកទៅសិនហើយពូមីងបងជួយមើលថែប្រពន្ធនិងកូនខ្ញុំផងយីយ៉ាងម៉េចអញ្ចេះលើកមុនបងតែងតែផ្ញើសម្បត្តិមកឲ្យដឹងពីសុខទុក្ខតែពេលនេះហាក់បាត់ស្ងាត់ដំណឹងឈឹងកុំបារម្ភច្រើនពេកអីក្មួយរាល់ដង2ទៅ3ខែដែរតាទើបផ្ញើសម្បត្តិមកលើកនេះត្រូវរត់រះទៅឆ្ងាយហើយម្យ៉ាងស្រួលមិនស្រួលណាមិនទាន់បានជួបអ្នកស្រុកយើងផងក៏អាចថាបានទើបមិនបានផ្ញើសម្បត្តិមកឲ្យក្មួយហ្នឹងណាចាស់មីងមកពីខ្ញុំគិតច្រើនពេកហើយលើកូនណាសួររកឪពុករាល់ថ្ងៃចេះតែគិតម្យ៉ាងខ្ញុំក៏នឹកប្តីខ្ញុំខ្លាំងណាស់ដែរមីងអើយមីងយល់ប្តីឲ្យជាប់ទ្រូងអ្នកណាមិននឹកក្មួយអើយមីងចេះតែនិយាយទៅបើមីងវិញអន្ទះសារមិនចាញ់ក្មួយប៉ុន្មានទេគិតទៅពួកយើងក៏នឹកក្មួយចម្រុងណាស់ដែរសម្ដីសម្ដៅក៏ល្អពីរោះពីសាមិនរើសអើងតម្លើងរឹកអីទេទោះបីជាពួកមីងនិងអ្នកផ្សេងទៀតជាអ្នកស៊ីឈ្នួលធ្វើការឲ្យពិតមែនតែគោរពស្រឡាញ់និងឲ្យតម្លៃពួកយើងដោយគ្រួសារតែមួយអញ្ចឹងគេពិតជាមនុស្សល្អកម្ររកបានណាស់មីងនិយាយអញ្ចឹងខ្ញុំកាន់តែនឹកលើសដើមហើយនឹកក៏នឹកទៅតែត្រូវថែទាំសុខភាពផងកូននៅតូចប្រយ័ត្នអត់ទឹកដោះឲ្យកូនបៅណាក្មួយហើយកុំធ្វើអីធ្ងន់ពេកបើមានអីចង់ប្រើពួកមីងមកចោះកុំក្រែងចិត្តណាក្មួយចាមីងអរគុណហើយការងារខ្លះខ្ញុំចេះតែធ្វើទៅកុំអោយទំនេរតែទំនេរចេះតែនឹកបងចម្រុងរហូតជំនួយលើកនេះយើងជោគជ័យល្អណាស់មែនហើយបងទោះបីជាធ្វើដំណើរផ្លូវឆ្ងាយហត់បន្តិចមែនតែក៏បានផលល្អដែរនឹងហើយការលំបាកតែងតែទទួលបានផលតបស្នងបែបនេះនិយាយអញ្ចឹងខ្ញុំដូចជានឹកគិតដល់ចរិយាខ្លាំងណាស់មិនដឹងថានាងបារម្ភយ៉ាងណាទេជំនួយលើកនេះផ្លូវឆ្ងាយមិនបានជួបអ្នកស្រុកសោះសំបីតែម្នាក់ជាហេតុដែលយើងមិនអាចផ្ដល់ដំណឹងទៅផ្ទះបានទ្រាំសិនទៅបងពួកយើងសុទ្ធតែនឹកផ្ទះដូចគ្នា 2-3 ថ្ងៃទៀតឲ្យយើងទៅដល់ហើយមែនហើយគ្រួសារយើងក៏នឹកពួកយើងដូចគ្នាមិនយូរទេយើងនឹងបានជួបមុខគ្នាហើយ
តោះរៀបចំសម្រាប់នៅកន្លែងនោះចុះមើលផងឯងរៀបចំម្ហូបអាហារហើយឌឿននឹងច័ន្ទជួយខ្ញុំរៀបចំកន្លែងដេកបាទបងមើលទៅដល់ស្រុកវិញសប្បាយឲ្យណានៃម្ដងទាំងអស់គ្នាស្ងាត់បន្តិចដូចឮសំឡេងអីបាទម៉ែមើលនេះកូនធំហើយតាតិចទៀតកូនធំប៉ិនពុកហើយកូននឹងធ្វើការដូចឪពុកចឹងល្អណាស់កូនមិនហើយក្មួយស្រីមានបានដំណឹងអីពីក្មួយប្រុសខ្លះទេមីងដូចជានឹកពួកគាត់ណាស់ចាមីងកាលពីម្សិលពូធីនៅក្នុងភូមិគាត់ថាបានជួបបងចម្រើនហើយគាត់ក៏ផ្ដាំថាស្អែកខាងស្អែកអីគាត់មកដល់ហើយគាត់ឥឡូវតែឈៀងចូលទិញអីវ៉ាន់ផ្ញើពួកយើងនិងទិញរបស់លេងឲ្យជលសាផងណាមីងសប្បាយចិត្តណាស់បានឮដំណឹងពីពួកគាត់យីមីងជួយមើលអ្នកណាគេដើរត្រត់ដូចអ្នកស្រវឹងស្រាដូចជានេះឌឿនពុទ្ធើឌឿនអើយតើមានអីកាត់ឡើងបានទៅជាបែបនេះហើយឯណាអ្នកផ្សេងទៀតគេទៅណាមីងបងចរិយាបងចម្រើននិងអ្នកផ្សេងទៀតត្រូវចោលប្លន់និងសម្លាប់ចោលអស់ហើយពុទ្ធើឌឿនអើយតើមានអីកាត់ឡើងបានទៅជាបែបនេះហើយឯណាអ្នកផ្សេងទៀតគេទៅណាមីងបងចរិយាបងចម្រើននិងអ្នកផ្សេងទៀតត្រូវចោលប្លន់និងសម្លាប់ចោលអស់ហើយពុទ្ធើព្រះម្ចាស់ថ្លៃអើយសូមទោសដែលខ្ញុំមិនអាចជួយបងចម្រើននិងអ្នកដទៃទៀតបានពួកវាខូខើណាស់ខ្ញុំត្រូវរបួសស្រាលក៏ធ្វើជាស្លាប់បន្លំភ្នែកពួកវាទើបមានជីវិតចំណែកបងចម្រើនបងផលនិងបងច័ន្ទបានតតាំងជាមួយពួកវាហើយក៏ត្រូវបានពួកវាសម្លាប់ចោលទាំងអស់ថ្ងៃមួយលោកសម្បត្តិដែលជាមិត្តភ័ក្តិរបស់លោកចម្រុងក៏បានមកដើម្បីទាមទារនៅប្រាក់ដែលលោកចម្រុងបានខ្ចីលោកទាំងអស់ដោយយល់មកថាចម្រុងធ្លាប់ជាមិត្តភ័ក្តិនឹងគ្នាទើបឲ្យខ្ចីតែឥឡូវចម្រុងវាបានស្លាប់បាត់ទៅហើយបំណុលនេះខ្ញុំត្រូវតែកាត់យកផ្ទះនិងដីសល់ប៉ុន្មានចរិយាត្រូវបង់សងខ្ញុំជាប្រាក់បណ្ដាសងបងអាណិតខ្ញុំជាប្រពន្ធមិត្តសម្លាញ់បងផងប្តីទៅស្លាប់ប្រាក់ដែលខ្ចីទុកធ្វើដើមទុននោះក៏ត្រូវចោលប្លន់អស់ជាមួយប្តីទៀតពេលនេះខ្ញុំទុកជន់លេទុកឲ្យបងគឺត្រូវរ៉ាប់រងសងបំណុលគេតែម្នាក់ឯងសូមបងទុកផ្ទះនេះសម្រាប់ខ្ញុំនិងកូនបានជ្រកផងចុះបងអាចកាត់យកដីស្រែវិញបានទេខ្ញុំមិនចង់ទេតើបើមិនកាត់យកខ្ញុំនេះមិនខាតបង់ទៅទេហើយអញ្ចឹងសូមបងទុកពេលឲ្យខ្ញុំ1ឆ្នាំសិនទៅខ្ញុំនឹងលៃលោកលក់ទ្រព្យសម្បត្តិដែលនៅសល់សងបងជាប្រាក់វិញតើបានទេដោយយល់មុខខ្មោចអាចចម្រុងខ្ញុំទុកពេលឲ្យ6ខែទេតែបើមិនមានប្រាក់យកមកសងខ្ញុំទេខ្ញុំនឹងយកដីនិងផ្ទះនេះមិនខានតាំងពីតូចមកចំណាប់ណាស់អាចម្រុងនឹងមិនគួរណាជួបរឿងអកុសលបែបនឹងសោះហ្នឹងហើយបើមិនចំណាប់ស្មានតែចរិយាវាយកអីបងកុំឆ្ងល់ចរិយាស្អាតសឹងអីហ្នឹងចុះក្មួយចម្រុងនឹងមិនទៅអន់អីសង្ហាដែរតាហ្នឹងហើយអត់ពីអាចម្រុងទៅក៏វាមិននៅយូរដែរចាំមើលទៅបើខ្ញុំនិយាយទៅថាខ្ញុំធ្លាប់រស់នៅជាមួយកាន់ជើងតែនិយាយតាមត្រង់ក្មួយចរិយានេះស្មោះត្រង់និងស្រឡាញ់ប្តីណាស់ខ្ញុំថាចរិយាប្រកាសមិនយកប្តីទៀតទេបើថាអត់មានកូនខ្ញុំមិនហ៊ានថាទេតែអត់ពីប្តីទៅកូននាងជាតំណាងប្តីតើនាងដាច់ចិត្តដែរទេ
នឹងហើយអ្នកទាំងពីរចាំតែមួយសិនទៅមានតែពេលវេលាទេទើបអាចបញ្ជាក់ច្បាស់ហើយចរិយានេះក៏គ្នាមិនដឹងទៅជាយ៉ាងណាទេបើគេអកលោកអស់ហើយនៅតែសងគេមិនទាន់អស់ជីវិតមិនទៀងមែនបើលោកតែយើងជានាងចរិយាវិញយើងក៏លំបាកដូចគ្នាចឹងហើយយើងកុំសើចកុំយំអីនេះប្រហែលជាសម្ពីបាបពីជាតិមុនហើយស្ងប់ស្ងាត់ល្អណាស់តែទោះដូចជាស្អុះស្អាប់ខ្វះខ្យល់មិនដឹងទេអូនិយាយអញ្ចឹងក្មេងខ្មាំងទៅណាបានជាស្ងប់ស្ងាត់ល្អម្លេះអូវតីដេកលក់នៅខាងក្នុងចំណែកឯជលសានៅលេងឯក្រោយផ្ទះឯណោះបងអាណិតចរិយាណាត្បិតអីប្តីស្លាប់ចោលទាំងវ័យក្មេងបែបនេះចាបងមានតែទ្រាំរស់តាមកម្មផលទៅចុះតាមពិតទៅកូនព្រះអូនឯងជាកូននាំមកនៅសេរីសួស្តីកើតមកនាំឲ្យគ្រួសាររុងរឿងរីកចម្រើនចំណែកកូនស្រីពៅកើតមកមិនទាន់បានមួយខួបផងនាំរឿងអាក្រក់ចូលដល់គ្រួសារភ្លាមកូននេះមិនចម្រើនដល់គ្រួសារសោះយីហេតុអីបានជាបងនិយាយបែបនេះក្មេងកើតមកមិនដឹងអីទេបើបងនិយាយអញ្ចឹងបានចុះមិនក៏មិនគិតថាបនគ្នាបានតែប៉ុណ្ណឹងកើតមកអាយុមិនទាន់បាន6ខែផងមកជួបការលំបាកជាមួយខ្ញុំទៅវិញបើបនគ្នាច្រើនជាងនេះប្រហែលជាគ្នាទៅកាត់ជាមួយអ្នកផ្សេងបាត់ទៅហើយចុះបងមិនទៅថាស្អីណាគ្រាន់តែអានប្អូននិងចម្រុងជាមិត្តសម្លាញ់នឹងណានិយាយអញ្ចឹងតើយ៉ាងម៉េចហើយរឿងលុយកាក់នោះគេថាប្រហែលអាទិត្យក្រោយបានគេឲ្យដំណឹងហើយបើលោកមិនទាន់បានខ្ញុំបានត្រៀមខ្ចីប្រាក់គេបានខ្លះតែយ៉ាងណាសូមពន្យាពេលបងបន្តិចបានទេបើសិនជាយឺតយ៉ាវបងមិនអាក្រក់ដល់ថ្នាក់នឹងទេបងនឹងអាចចម្រុងដូចជាមនុស្សតែម្នាក់ទៅហើយបើនិយាយត្រូវគ្នាមិនត្រឹមតែបងមិនទានោះទេតែថែមទាំងជួយឲ្យអូននិងកូនរស់យ៉ាងស្រួលឲ្យអូនស្រួលទាំងកាយយីសម្ដីស្មោកគ្រោកចឹងចេះតែលោកឯងនិយាយតែរួចខ្ញុំសូមប្រាប់ថាខ្ញុំមិនមែនជាស្រីម៉ារៀលដូចតែលោកឯងធ្លាប់យកប្រាក់ទៅផ្ទះទេទោះបីអត់ស៊ីដល់ស្លាប់ក៏ខ្ញុំមិនលក់ខ្លួនដែរតម្លៃខ្ញុំមានចំពោះកូនខ្ញុំកូនខ្ញុំជាឈាមរបស់ប្តីខ្ញុំកូនខ្ញុំជាតំណាងរបស់ខ្ញុំរស់នៅជាមួយខ្ញុំជារៀងរហូតប្រាក់នោះខ្ញុំនឹងសងតាមកំណត់ខែក្រោយបើខ្ញុំមិនមានប្រាក់សងទេយកដីនឹងផ្ទះខ្ញុំចុះម៉ែថ្ងៃនេះអត់ទៅធ្វើការទេអត់ទេកូនម៉ែសុំគេសម្រាប់មួយថ្ងៃនៅផ្ទះជួបជុំកូនម្ដងថ្ងៃអាទិត្យពួកកូនបានសម្រាប់ពីការសិក្សាបានជួយសម្រាលការងារម៉ែខ្លះថ្ងៃនេះបានម៉ែនៅផ្ទះកូនតក់ក្រៃណាស់បានមើលមុខម៉ែពេញមួយថ្ងៃរាល់ថ្ងៃម៉ែប្រឡំចេញប្រឡប់ចូលច្រើនឆ្នាំមកនេះម៉ែលំបាកណាស់ម៉ែហត់ណាស់ម៉ែបើពុកនៅរស់ម៉ែមិនលំបាកបែបនេះទេឈប់និយាយពីពុកឯងទៅកូននឹកពេលណាម៉ែស្រក់ទឹកភ្នែកនឹកគាត់ណាស់ម៉ែឈប់យំទៅដរាបណាម៉ែនៅមានកូននឹងតស៊ូលើកដំកើងគ្រួសារយើងឡើងវិញម៉ែឈប់ទៅធ្វើការទៅបម្រើការងារផ្ទះគេពិតជាហត់ណាស់ជលសាទូបំណុលចាស់ម៉ែបានសងគេអស់មែនតែម៉ែត្រូវរ៉ាប់រងការរៀនសូត្ររបស់កូនតម្រង់កូនធំបន្តិចអាចជួយរកប្រាក់បានរៀនសូត្រដោយខ្លួនឯងប៉ុន្មានឆ្នាំនេះសុខភាពម៉ែមិនសូវបានសម្រាប់គ្រប់គ្រាន់ហូបចុកក៏មិនបានគ្រប់គ្រាន់ថែមទៀតកូនត្រូវចាំថាឪពុកឯងជាមនុស្សតស៊ូក្នុងឆាកជីវិតណាស់គោលបំណងធំគឺចង់ឲ្យកូនរៀនបានខ្ពស់ចប់ចុងចប់ដើមគាត់ថាមានតែចំណេះដឹងទេទើបជួយឲ្យមនុស្សរស់នៅប្រកបដោយសេចក្តីសុខសុភមង្គលយូរអង្វែងនិងអាវុធដ៏មុតស្រួចពុះទម្លាយដោះស្រាយរាល់បញ្ហាទាំងឡាយទាំងពួងក្នុងជីវិតណាកូនបាទកូននឹងចងចាំពាក្យនេះក្នុងចិត្តជានិច្ចអ្នកចិន
ដូចទ្រង់ប្រញាប់ហើយ មានប្រញាប់ទៅណាក៏ថាតែមើលស្រែភ្លៀងបន្តិចហ្នឹងណាស្រីស្ទូងមិនដឹងមិនមកទេខាងទៅមើលយូរហើយ ស្រែមិនទៅណាទេអ្នកអើយមិនបាច់ប្រញាប់ទេតាំងពីខ្ញុំកើតមកមិនដែលឃើញស្រែណាចេះដើរទេ យីលបងយន់ជឿតែនិយាយលេងទៅកាត់ស្រែមិនទៅណាទេខ្លាចតែស្រីរត់ចោលស្រែទេណានិយាយអញ្ចឹងខ្ញុំមិនឃើញសុខសៀវគ្នាឬអីមុនហ្នឹង មានរឿងអីរបងជួននឹងវិចារនេះគាត់ដំណើរពីនាងចរិយាបងនៅចិត្តនឹងមានដឹងរឿងអីទេ ដូចជាមិនដឹងរឿងអីទេនេះឃើញតែទៅធ្វើការបំរើនៅផ្ទះចិនខ្មៅអ្នកចំនួនមានចិត្តសាយើងហ្នឹងហើយថ្ងៃមុននេះឮថាធ្លាក់ខ្លួនឈឺទៅណាមិនកើតជាងកន្លះខែហើយណែចង់នាំគ្នានិយាយពីនាងចរិយារឿងអីអ្នកចិនអើយអញពើមែនទេឬធ្វើពើគេល្បីពេញមកភូមិហើយនៅមិនដឹងខ្យល់អីទៀតទេនិយាយអីឲ្យប្រកបនេះមើលនិយាយឲ្យចំមើលរឿងហ្នឹងយ៉ាងម៉េចវិញ អ្នកចិនអើយបើខ្ញុំនិយាយទៅថាខ្ញុំជាប្រុសមាត់វែងមាត់ខ្លីនិយាយដើមស្រីតែបើដឹងហើយមិននិយាយក៏មិនកើតមិនទៅស្អីទេនិយាយទៅបើអញ្ចឹងមែន ហេរឿងអី រឿងហ្នឹងវាបែបនេះចាំស្ដាប់ខ្ញុំឲ្យច្បាស់ខ្ញុំឃើញលោកសម្បត្តិសម្លាញ់អាចចម្រើនហ្នឹងឧស្សាហ៍ចេញចូលផ្ទះនាងចរិយាហើយនាំគ្នានិយាយយូរទៀតនោះពេលថ្ងៃយើងក៏មិនដឹងថាពេលយប់ឬពេលស្ងាត់មានរឿងអ្វីកើតឡើងទេ របងយួនឯងនិយាយអញ្ចឹងខ្ញុំដូចចាប់អារម្មណ៍ដែរហ្នឹងហើយមនុស្សស្រីអត់ទៅយូរទុកអារម្មណ៍មិនអាចដែរហើយម្យ៉ាងលោកសម្បត្តិនេះខូចណាស់អាងខ្លួនសង្ហាហើយជាលុយលើស្រីមិនថាក្រមុំឬមេម៉ាយទេពេលខ្លះប្រពន្ធគេក៏មិនរអាដែរអ្នកភូមិនេះអ្នកណាក៏ដឹងដែររឿងហ្នឹងវាប្រកាសហើយអត់ដីយូរបំណុលជំទាស់ស្រួលមិនស្រួលឬថាឈឺហ្នឹងប្រហែលជាចាញ់កូនផងក៏មិនដឹង យីសម្ដីស្មោកគ្រោកបែបហ្នឹងក៏អ្នកទាំងអស់គ្នានិយាយទៅរួចអ្នកណាផ្សេងមិនដឹងទេតែចំពោះបងចរិយាមួយខ្ញុំហ៊ានយកជីវិតមកធានាបងចម្រើននិងបងចរិយាស្រឡាញ់គ្នាណាស់បងចរិយាជានារីស្មោះត្រង់សុភាពរៀបសារថ្លៃថ្នូរលោកសម្បត្តិនេះអ្នកណាក៏ដឹងថាជាមនុស្សខូចខលតែបងចរិយាដាច់ខាតមិនថោកខ្លួនទេបើមិនដឹងរឿងច្បាស់កុំចេះវាយស្មានបើខ្ញុំនិយាយទៅថាខ្ញុំកាន់ជើងតែមនុស្សខ្ញុំអ្នកទាំងអស់គ្នាត្រូវដឹងខុសថាខុសត្រូវថាត្រូវណាស់ហើយដឿនអើយពួកខ្ញុំគ្រាន់តែស្មានទេបើត្រូវឬខុសការពិតនឹងចេញនៅថ្ងៃណាមួយណាស់ហើយអ្នកទាំងអស់គ្នាកុំវែងឆ្ងាយសម្រាប់ខ្ញុំជឿជាក់លើសម្ដីបងឌឿនរឿងដែលខ្ញុំនិយាយមុនមិញនេះចាប់ទុកថាមិនបាននិយាយអីទៅចុះម៉ែខ្ញុំទៅរៀនហើយចេញពីរៀនខ្ញុំទៅធ្វើចំការឲ្យគេល្ងាចទើបបានត្រឡប់មកផ្ទះវិញតើកម្លាំងម៉ែយ៉ាងម៉េចដែរព្រឹកនេះ ទៅចាស់កូនម៉ែមិនអីទេកូនលេងរាល់ថ្ងៃកូនស៊ូទ្រាំបន្តិចទៅអ្វីនឹងបានប្រសើរឆាប់ បាទម៉ែខ្ញុំមិនអីទេនៅចំការក៏បានហូបបរិបូរព្រោះកូនម្ចាស់ចំការជាមិត្តរួមថ្នាក់របស់កូននាងចិត្តល្អនឹងកូនណាស់ខ្ញុំទៅសិនហើយម៉ែបើមានការអីមិនស្រួលឲ្យវត្តទៅតាមខ្ញុំណាម៉ែ កូនជាក្តីសង្ឃឹមរបស់គ្រួសារយើងស៊ូណាកូន បាទម៉ែ បងខ្ញុំលក់នំមិនដាច់ទេព្រឹកនេះពីមុនលក់ដាច់អស់ប៉ុន្តែប៉ុន្មានថ្ងៃនេះអត់មានអ្នកទិញសោះ បើបានប្រាប់មុនមួយម៉ាត់ខាស្នេហ៍តួអូនឆ្លើយទេក៏អងចិត្តដែរណាស្រងជីវ៉ាយីលំណាស់ចេះចលសា ព
អាយ៉ាលក្ខណៈមកដល់ពីពេលណា ទេមកដល់ដែរតែចលសាអត់តន់ឆ្លើយសំណួរខ្ញុំទេណា មានណាចេះតែច្រៀងទៅច្រៀងបណ្ដាធ្វើការបណ្ដាទៅធ្វើការមិនសូវហត់នៅកន្លែងនេះគេមានរបៀបកំសាន្តបែបហ្នឹងអ្នកខ្លះដំណើររឿងព្រេងនិយាយចែកគ្នាស្ដាប់កំសាន្តអ្នកខ្លះស៊ីត្រាយជាដើមចំណែកខ្ញុំក្មេងជាងគេអត់អីនិយាយមានតែច្រៀងលេងអញ្ចឹងហើយមិនដឹងថាបទអីជាបទអីទេហើយចុះលក្ខណៈមានការអីបានជាមកដល់ចំការថ្ងៃនេះ ថ្ងៃនេះអបសុកចង់មកលេងចំការម្ដងហើយចង់ជួបចលសាឯងគ្រាន់បានជជែកគ្នាពីមេរៀនខ្លះព្រោះថាអាទិត្យក្រោយយើងត្រូវប្រឡងហើយ ល្អតា គិតទៅចលសាហត់នឿយច្រើនណាស់រៀនផងឆ្លៀតមកធ្វើការរកលុយផង មិនអីទេលក្ខណៈការងារនេះធម្មតាទៅហើយតើតែជួបបញ្ហាខ្លះទើបជីវិតរស់នៅមិនធ្វេសប្រហែសបញ្ហានាំឲ្យយើងរងមាំមនុស្សណាជួបបញ្ហាធំប្រឈមមុខដោះស្រាយគេនឹងក្លាយជាមនុស្សរងមាំជាងអ្នកដែលមិនបានឆ្លងកាត់បញ្ហាក្នុងជីវិត តាមពិតចលសានៅក្មេងតែបាននិយាយពីទ្រឹស្ដីនិងចរិតដូចមនុស្សចាស់អញ្ចឹងរៀនក៏ពូកែលេខ1រាល់ខែចឹងតាបានជានៅសាលាគ្រូចូលចិត្តណាស់ជាពិសេសមិត្តភក្តិយើងគេថាចូលចិត្តនិងអាណិតចលសាគ្រប់គ្នាលើកលែងតែអាសង្ហាកូនពូសម្បត្តិនោះដូចជាតាមរករឿងចលសារាល់ពេលខ្ញុំដូចជាមិនចូលចិត្តសោះល្អតែរូបតែចរិតមិនសូវបានអ្វីដែលពូកែនោះគឺពូកែខាងអួត ណឃើញទេនៅក្មេងសោះចេះស៊ីត្រាវអីដែរក្រែងថានិយាយរឿងមេរៀនចុះមិនបានជានិយាយរឿងគេទៅវិញគេធ្វើអីនឹងទទួលផលនោះហើយកុំតែគិតច្រើនយើងនៅក្មេងគួរខំរៀនសូត្រក្រែងថ្ងៃក្រោយអាចជាទីពឹងខ្លួននិងជួយដល់អ្នកភូមិយើងផង តាមពិតទៅខ្ញុំនិងឪពុកខ្ញុំគួរអរគុណដល់ចលសាវិញទេចលសាឧស្សាហ៍និងធ្វើការងារលឿនណាស់ឪពុកខ្ញុំថាចលសាចរិតរបៀបកាត់ទៅឪពុកគេស្វាហាប់មកចត់បញ្ចប់ការងារអីច្បាស់ការងារហ្នឹង កុំសរសើរខ្ញុំពេកអីខ្ញុំលើសឈាមឥឡូវហើយ ពិតមែនតាពុកថានឹងដំឡើងប្រាក់ឈ្នួលឲ្យថែមចំពោះការងារល្អទៀតផង អរគុណណាស់លក្ខណៈខ្ញុំមិនចង់បានអ្វីបន្ថែមទៀតទេចំពោះការងារនេះគឺជាកម្លាំងចិត្តដែលលោកអ៊ំផ្ដល់ឲ្យខ្ញុំនិងកម្មករផ្សេងទៀតពួកខ្ញុំធ្វើការមិនហត់ទេបើគ្មានការងារនេះពួកយើងក៏ពិបាកក្នុងការរកប្រាក់ដែរ យើងជាមិត្តនឹងគ្នាបើមានអ្វីខ្វះខាតប្រាប់ខ្ញុំមកតែពុកខ្ញុំមិនកំឡាញ់ក្នុងការជួយដោះស្រាយបញ្ហាដល់កម្មករទេសំខាន់និយាយត្រង់ជាពិសេសអ្នកធ្វើការល្អដោយចលសាបើមានអ្វីត្រូវការជួយប្រាប់ខ្ញុំមកណា ម៉ែខ្ញុំប្រឡងជាប់ហើយគ្រូប្រាប់ថាខ្ញុំមានឱកាសចូលរៀនអាហារូបករណ៍នៅឯទីក្រុងដោយមិនចាំបាច់បង់ប្រាក់ទេម៉ែ កូនម៉ែសប្បាយចិត្តខ្លាំងណាស់ប្រលឹងឪពុកកូនប្រកាសជារីករាយនឹងជោគជ័យរបស់កូនមិនខានបងពិតជាធ្វើបានមែនហើយធ្វើបានល្អខ្លាំងណាស់បងកុំបារម្ភបងគិតតែខំប្រឹងរៀនចុះខ្ញុំនឹងមើលថែម៉ែជំនួសបងឲ្យបានល្អកាលពីមុនគ្រួសារអ៊ំសម្បត្តិរកវិធីមូលបង្កាច់យើងមិនឲ្យអ្នកភូមិទិញនំយើងហូបទេតែឥឡូវខ្ញុំយកទៅលក់នៅឯផ្សារលក់ដាច់អស់ហើយគេចិត្តល្អណាស់ដូចនេះខ្ញុំនិងម៉ែនឹងខំរកលុយដើម្បីជួយបងឲ្យរៀនចប់ចុងចប់ដើម បងអរគុណវត្តៃណាស់ប្អូនលះបង់ការសិក្សាដើម្បីបងនិងម៉ែប្អូនមានគុណធំណាស់ចំពោះគ្រួសារមួយនេះនៅទីក្រុងបងនឹងលេីពេលដើម្បីរកការងារក្រែងបានប្រាក់ខ្លះសម្រាប់ការស្នាក់នៅកុំឲ្យប្អូននិងម៉ែពិបាកលក្ខណៈខ្ញុំសូមផ្ញើម៉ែនិងប្អូនស្រីផងសូមលក្ខណៈជួយមើលពួកគាត់ជំនួសខ្ញុំផង ចាខ្ញុំនឹងជួយមើលថែពួកគាត់ចលសាចូលខំប្រឹងប្រែងរៀនសូត្រហ
ហើយកុំភ្លេចថាអ្នកភូមិយើងនៅរងចាំនិងនឹកជលសាជានិច្ចអ្នកកើតអីបានចេះតែមករកកូនហើយនៅស្រែនោះអត់មានពេទ្យទេអី ប៉ាហេតុអីបានជាប៉ានិយាយដាក់គាត់បែបនេះ កូនកុំចេះប៉ាចំណាស់នេះហើយប៉ាចេះគិតហើយប៉ាខំរកស៊ីដើម្បីកូននិងគ្រួសារយើងប៉ុណ្ណោះ លោកបងម្ដេចក៏លោកបងស្ដីថាបែបនេះពួកខ្ញុំមកនេះក៏ដោយសារតែកូនដែរ នឹងហើយដោយសារកូនអ្នកដឹងទេថាកូនខំប្រឹងទាំងយប់ទាំងថ្ងៃគេត្រូវរ៉ាប់រងគ្រួសារគេដែរចុះអ្នកមិនចេះគិតចេះតែលាដៃសំលុយទេឬ រាល់ដងពេលពួកខ្ញុំមកលេងឃើញអ៊ំមិនសូវស្ដីខ្ញុំគិតថាអ៊ំមិនសូវចេះស្ដីច្រើនពេលនេះទើបដឹងថាអ៊ំមិនពេញចិត្តនឹងអ្នកក្រដូចពួកខ្ញុំកូនឈប់និយាយទៅទេម៉ែខ្ញុំត្រូវតែនិយាយបើមិនពេញចិត្តខ្ញុំទៅវិញឥឡូវនេះក៏បាន ខ្ញុំគិតថាជលសាផ្ដល់លុយទៅឲ្យអ្នកទាំងអស់គ្នារដងអ្នកទាំងអស់គ្នាអាចរកស៊ីរបរចិញ្ចឹមជីវិតដោយខ្លួនឯងបានតែពេលនេះមានលុយហើយតែខ្វះគំនិតគិតតែចិញ្ចក់ឈាមគេរហូតមែនឬ ប៉ាហេតុអីនិយាយអញ្ចឹងប្អូនស្រីម៉ែកុំខឹងអី ឥឡូវកូនរើសទៅរវាងប៉ានិងគ្រួសារខាងប្តីកូន ប៉ាកូនស្រីម៉ែទៅវិញហើយកុំឲ្យគ្រួសារកូនរកម្មរកុសដោយសារម៉ែ អូម៉ែនិងប្អូនស្រីមកហើយចុះហេតុអីក៏ស្រពាប់ស្រពួនម្លេះ បងអាណិតអូនណាស់មិនគួរណាមកជួបរឿងបែបហ្នឹងសោះ បងចលសាអូនមិនដែលជួបការលំបាកបែបនេះទេសូមបងកុំបោះបង់អូនណាឥឡូវយើងគ្មានអ្វីទាំងអស់ហើយញាតិមិត្តក៏លែងរាប់រកយើងទៀតនៅទីក្រុងនេះយើងរកអីក៏មិនបានដែរតើយើងធ្វើយ៉ាងម៉េចទៅ បងស្រឡាញ់អូនមិនមែនដោយសារអូនមានទេដោយសារតែទឹកចិត្តអូនល្អបងមិនបោះបង់អូនទេអូនទុកចិត្តលើបងចុះបងនឹងពុះពៀឧបសគ្គមួយនេះដើម្បីអនាគតកូនយើងមិនអីទេយើងនឹងបានអ្វីៗគ្រប់យ៉ាងមកវិញជាក់ជាមិនខានឡើយ ពេលនេះទើបអូនដឹងថាដោយសារតែប៉ាអូនបានធ្វើខុសចំពោះបងនិងគ្រួសារបងខ្លាំងណាស់ យើងឈប់រំលឹករឿងនេះទៀតទៅអ្វីដែលត្រូវធ្វើគឺដោះស្រាយបញ្ហាចំពោះមុខម្យ៉ាងយើងអស់ទ្រព្យពីខ្លួនមែនតែយើងសំណាងណាស់ដែលមិនមានបំណុលជាប់ខ្លួនបងធ្លាប់ជួបបងដឹង
ថាដោះស្រាយបែបណាអូនជឿលើបងចុះវត្តៃម៉ែទៅណាហើយប្អូនម្នាក់នេះជានរណាម៉ែខ្ញុំទៅវត្តហើយថ្ងៃនេះថ្ងៃសិលម្នាក់នេះជាប្តីខ្ញុំប្អូនរៀបការហើយមិនទៅប្រាប់បងផងអ្នកក្រដូចពួកខ្ញុំមិនសមនឹងរកគេអ្នកក្រងទេ ជំរាបសួរបងប្រុសបងស្រី តោះបងយើងទៅធ្វើការងារយើងកុំនៅទិសមុខអ្នកទីក្រុងម៉ែសុខសប្បាយទេម៉ែសុខសប្បាយទេចុះកូនមើលចុះចៅធំច្រើនណាស់ពួកខ្ញុំមិនសូវសុខទេម៉ែមានរឿងអីកូនខ្ញុំសុំមកនៅជាមួយម៉ែមួយរយៈរឿងរ៉ាវកូននឹងប្រាប់ម៉ែនៅពេលក្រោយម៉ែនឹកកូននឹងចៅណាស់រាល់ថ្ងៃម៉ែខំបន់ព្រះសំពះទេវតាសូមឲ្យកូនបានសុខសប្បាយម៉ែមិនហ៊ានទៅរកកូនទេព្រោះវត្តៃគេខឹងនឹងកូនខ្លាំងណាស់ម្យ៉ាងម៉ែគិតថាម៉ែនៅឆ្ងាយពីកូនក៏ល្អដើម្បីកុំឲ្យគ្រួសារកូននឹងមានការកម្មរកុសដោយសារម៉ែណែម៉ែបានថ្នាំកូនផ្ញើមកខ្សាមុនហ្នឹងលេបទៅបានជាហើយម៉ែកាន់សិលទៅវត្តនឹងគេទៅផ្លូវចិត្តក៏មានធម៌ក្នុងខ្លួនទៅដូចជាមិនសូវឈឺដូចពីមុនម៉ែជាម៉ែដ៏ល្អណាស់ជាតិនេះកូនមានសំណាងណាស់ដែលមានម៉ែកូនសុំទោសនៅកំហុសកូនពីមុនហើយកូនសន្យាថានឹងមើលថែម៉ែអស់មួយជីវិតមិនឲ្យម៉ែលំបាកទៀតទេតាមពិតម៉ែទេដែលសំណាងម៉ែមានកូនមកនៅចិត្តម៉ែកក់ក្ដៅណាស់បើមានអ្នកមកនៅជាមួយម៉ែហើយខ្ញុំសុំទៅនៅខាងប្តីហើយកូនស្រីកូនកុំធ្វើបែបហ្នឹងគ្រួសារយើងធ្លាប់រស់នៅដោយលំបាក3នាក់ម៉ែកូនភ្លេចហើយឬម៉ែដោយសារធ្លាប់តែលំបាកនឹងហើយទើបកូនចាំមិនភ្លេចនៅទង្វើដែលអ្នកមានគេធ្វើដាក់យើងឬម៉ែភ្លេចហើយធារីនិងជលសាម៉ែសុំទោសជំនួសវត្តៃផងទុកពេលឲ្យគេខឹងឲ្យអស់ចិត្តទៅពេលក្រោយគេនឹងដឹងចាស់ម៉ែខ្ញុំមិនប្រកាន់នឹងប្អូនស្រីទេមកពីពួកខ្ញុំជ្រុលពេកទៅបែបនេះវត្តៃខំដើរទូនំលក់ដើម្បីជួយផ្ដល់ប្រាក់ឲ្យបងជលសាក្នុងការសិក្សារៀនសូត្រមករស់នៅទីនេះនិងដោយសារបងជលសានិយាយប្រាប់ទើបដឹងថាវត្តៃគ្នាស៊ូដើម្បីបងនិងគ្រួសារតែវាជាកំហុសខាងខ្ញុំទេដែលមិនដឹងការពិតឥឡូវខ្ញុំដឹងហើយថ្ងៃណាមួយសង្ឃឹមថាគ្រួសារយើងនឹងរស់នៅជុំគ្នាដោយក្តីសុខសាន្តជលសាមកលេងស្រុកយូរហើយមិនក៏មិនមកលេងខ្ញុំផងឃើញលក្ខិណារវល់ច្រើនមិនហ៊ានរំខានហើយម្យ៉ាងខាងខ្ញុំអាឡ័យរវល់ធ្វើការងារបន្តិចបន្តួចដែរហើយគិតថាចាំរកពេលណាមួយសមរម្យមកលេងបានកូនចៅប៉ុន្មានហើយជលសាបានកូន3នាក់ហើយបងស្រី1ប្រុស2យីការនៅរៀន
ជលសារៀនពូកែណាស់ខ្ញុំខំយ៉ាងណាក៏មិនឈ្នះដល់ពេលមានគ្រួសារក៏នៅតែពូកែជាងខ្ញុំទៀតខ្ញុំបាន2ដែរតែប្រុសទាំង2និយាយអញ្ចឹងមិនហើយការងាររកស៊ីនៅទីក្រុង និយាយការពិតទៅមុខចំនួនខ្ញុំនៅទីក្រុងបរាជ័យហើយអស់រលីងពីខ្លួនសំបីតែផ្ទះក៏អស់ដែរ អូមិនដល់ថ្នាក់ហ្នឹងនិយាយទៅវែងឆ្ងាយណាស់តែខ្ញុំមករស់នៅស្រុកស្រែសប្បាយម្យ៉ាងបើកុំតែជួបបញ្ហាកុំអីអត់បានភ្លក់រសជាតិអ្នកស្រែទេហើយថ្ងៃក្រោយបើទោះជាងើបឡើងវិញក៏ប្រហែលជាមិនទៅណាចោលស្រុកស្រែទេទៅណាក៏បានឲ្យតែមានចលសារត្រូវអត់បងនិយាយមួយម៉ាត់នេះចំជាត្រូវមែន តែកុំចង់រស់នៅបែបនេះអីមិនស្រួលទេរស់នៅបែបទីក្រុងទើបល្អ ចុះឥឡូវមានមុខរបរអីអាចរកស៊ីជាមួយគ្នាបានទេធ្លាប់រស់នៅទីក្រុងប្រហែលជាមានបទពិសោធន៍ច្រើន ប៉ុន្មានខែនេះខ្ញុំបានស្រាវជ្រាវនិងចងក្រងនៅផែនការអាជីវកម្មដ៏សំខាន់មួយរងចាំពេលវេលាល្អមកដល់និងចាប់ផ្ដើម មើលមានផែនការអីប្រាប់គ្នាផងរឿងលុយកាក់កុំបារម្ភខាងខ្ញុំអ្នករ៉ាប់រងខ្ញុំជឿជាក់លើជលសាឯងហើយចំណេញចែកគ្នាស្មើ បើវុធីនិងលក្ខិណាជឿជាក់លើខ្ញុំហើយមានន័យថាឱកាសល្អបានមកដល់ហើយតាខ្ញុំមានបំណងនាំយកផ្លែឈើនិងផលកសិកម្មស្រុកភូមិយើងទៅលក់នៅទីក្រុងកាលខ្ញុំគ្រប់គ្រងក្រុមហ៊ុនមុននោះខ្ញុំមានទំនាក់ទំនងល្អជាមួយអ្នកជំនួញធំជាច្រើនខ្ញុំគិតថានឹងទៅជួបពិភាក្សាការងារនេះជាមួយពួកគេនៅអាទិត្យក្រោយនេះហើយ បាក់នៅស្រុកស្រែហើយក៏ធ្លាប់រស់នៅទីក្រុងទាំងលំបាកទាំងស្រណុកមានទាំងអស់ពេលត្រឡប់មករស់នៅស្រុកស្រែវិញបងធម្មតាតែបងសែនអាណិតអូនណាស់មិនគួរណាមកជួបការលំបាកជាមួយបងសោះ យើងជាប្តីប្រពន្ធនឹងគ្នាទោះលំបាកយ៉ាងណាក៏ត្រូវតែតស៊ូជាមួយគ្នាបងទៅដល់ទីណាអូនក៏ត្រូវតែនៅទីនោះដែរ ចុះបើបងចូលរុនក្តាមអូនចូលតាមបងដែរ ចូលតាឲ្យតែបងចូលរួចតែឥឡូវគ្រួសារយើងបានធូរច្រើនហើយអូននិងកូនអរគុណបងខ្លាំងណាស់ បងរីករាយណាស់ដែលមានប្រពន្ធល្អដូចអូនតាមពិតទៅបងបើគ្មានអូនដែលជាប្រពន្ធឆ្លាតនៅក្បែរនោះទេក៏មិនអាចក្រោបឡើងវិញបានដែរ ថ្ងៃនេះការងារយើងមិនសូវរវល់អូនគិតថាចង់ទៅលេងផ្ទះវតីហើយទិញអីផ្ញើបន្តិចឮថាវតីចិត្តគ្រប់ខែត្រៀមសម្រាប់កូនហើយ តាមចិត្តអូនចុះតែក្រែងគេមិនស្ដីរកនាំតែខាតពេល សម្រាប់អូនជាដើមហេតុដែលធ្វើឲ្យវតីខឹងដូចនេះអូនត្រូវតែជាអ្នកផ្សះផ្សាឡើងវិញទោះជាវតីជេរដេញចេញពីផ្ទះអូនក៏មិនថាអីដែរហើយអូននឹងតាមសុំទោសគេរហូតទាល់តែគេលើកលែងឲ្យ តាមចិត្តអូនចុះតោះកូនយើងទៅលេងផ្ទះមីងវតី អូនវតីអូនសាននេះបងទិញផ្លែឈើមកផ្ញើមិនហើយក្មួយបងក្នុងផ្ទៃនោះអ្នកណាជាប្អូនអ្នកណាជាក្មួយជីវិតក្រីក្រដូចពួកខ្ញុំគ្មានសាច់ញាតិបងប្អូនទេមានតែម្ដាយម្នាក់ប៉ុណ្ណោះ វតីច្រើនឆ្នាំមកនេះប្អូននៅប្រកាន់ខឹងបងដល់ថ្នាក់នេះបងមិនភ្លេចគុណប្អូនទេបើគ្មានប្អូនបងក៏មិនអាចរៀនចប់ដែរ មិនបាច់រំលឹកទេជីវិតអ្នកក្រដូចពួកខ្ញុំគ្មានគុណចំពោះអ្នកណាទេ អូនកុំខឹងពេកគិតដល់សុខភាពផងហើយគិតដល់កូនក្នុងផ្ទៃផងកុំឲ្យកូនកើតមកមុខមិនស្អាត អ
ត្រូវហើយអូនបើអូនខឹងពួកបងគួរតែអូនគិតដល់កូនក្នុងផ្ទៃអូនសាននិយាយត្រូវបើថ្លៃថ្នូរអាណិតកូនខ្ញុំចូលអ្នកទាំងអស់គ្នាចេញពីផ្ទះខ្ញុំទៅបើវត្តមានពួកបងនាំឲ្យប្អូនមិនសប្បាយចិត្តបងទៅវិញហើយសានបើមានការអីប្រាប់បងមកបងរងចាំជួយប្អូនជានិច្ចពួកគេមើងងាយម៉ែខ្លាំងណាស់គេបានមានគេភ្លេចអស់ហើយគ្រាក្រតាមពិតអូនស្រឡាញ់បងប្រុសខ្លាំងណាស់ហេតុអីអូនមិនអភ័យទោសឲ្យគាត់បងប្រុសក៏ដឹងកំហុសដែរអូនឃើញទេរាល់ពេលមកសុំទោសអូនតែងតែស្ដីថាឲ្យគាត់រហូតតែគាត់មិនប្រកាន់ខឹងនឹងអូនទេនោះមកពីគាត់ស្រឡាញ់អូននិងដឹងពីកំហុសដែលគាត់មិនអាចការពារអូននិងម៉ែបានខ្លួនជាឪពុកណាអូនពេលនោះបើគាត់ប្រឆាំងនឹងប៉ាក្មេកគាត់គឺគាត់ត្រូវប្រត់ប្រាស់គ្រួសារបងធារីគាត់តាមឪពុកគាត់ចំណែកបងជលសាបានត្រឹមតែមើលមុខកូនសម្រក់ទឹកភ្នែកម្ខាងប្អូនស្រីនិងម្ដាយដែលគាត់ស្រឡាញ់ស្មើជីវិតម្ខាងកូនដែលគាត់ស្រឡាញ់ស្មើជីវិតតើឲ្យគាត់សម្រេចចិត្តយ៉ាងណារឿងនេះគាត់ជាអ្នកប្រាប់បងដោយផ្ទាល់គាត់ថាបើគាត់ហ៊ានតែតតាំងគឺគេឲ្យចេញតែខ្លួនមិនអាចយកកូនមកជាមួយឡើយរឿងនេះគាត់បានប្រាប់បងកុំឲ្យប្រាប់អូនតែបងមិននិយាយអូននៅតែមិនដឹងបងនិយាយតាមត្រង់ចុះអូនក៏ខ្លាំងដែរអូនមិនយល់ពីការលំបាកបងប្រុសអូនសោះហើយតាមទាំងឌៀមដាមឌឺដងបញ្ឈឺចិត្តគាត់ទៀតបើគេផ្សេងមិនព្រមតាមត្រដល់ថ្នាក់នេះទេអូនគិតមើលទៅគាត់ល្អនឹងអូនប៉ុណ្ណាតាំងពីតូចមកមានតែអូនទេទើបដឹងច្បាស់ពេលគាត់ហៅបងទៅធ្វើការជាមួយក្រែងបានប្រាក់គ្រាន់ចិញ្ចឹមជីវិតតែអូនមិនព្រមពេលគាត់ផ្ដល់លុយកាក់ជួយគ្រួសារអូនមិនព្រមបងនិយាយនេះមិនមែនបន្ទោសអូនទេអូនធ្វើនេះមិនខុសទេតែអូនគួរតែអាណិតដល់គាត់ផងសម្រាប់អូនបងធានាថាគាត់នឹងតាមអង្វរអូនដល់ថ្ងៃស្លាប់ទោះជាអូនមិនស្ដីរកគាត់ក៏ដោយម៉ែអើយអូនវតីចិត្តដាច់ណាស់ជាច្រើនឆ្នាំមកហើយគេនៅតែមិនព្រមនិយាយរកខ្ញុំនិងបងជលសាសោះម៉ែក៏បញ្យល់ណែនាំវាដែរតែវាថាដាច់ខាតហើយមិនអីទេកូនក៏យល់ចាំមើលក្រែងថ្ងៃណាមួយវាគិតត្រូវឡើងវិញអញអ្នកណាដូចជាប្រញាប់តែណាកូនជួយមើលដូចកូនសាណែម៉ែបងធារីបងជលសាទៅណាហើយមែនហើយម៉ែប្អូនសានមានការអីបានជាប្រញាប់ម្លេះបាទបងខ្ញុំមករកបងជលសាឲ្យជួយដឹកវតីទៅពេទ្យបន្តិចវតីឈឺពោះហើយវតីយ៉ាងម៉េចកូនតោះជលសាអើយជលសាកូនមកនេះប្រញាប់ក្មួយអ៊ំឆ្លាតណាស់ក្មួយម៉ែគ្រួសារយើងមានសមាជិកថ្មីថែមមួយទៀតហើយម៉ែសប្បាយចិត្តណាស់កូនចាប់ពីថ្ងៃនេះទៅគ្រួសារយើងធំមានគ្នាច្រើនអ៊ូអរហើយខ្ញុំសូមលើកដៃសំពះអរគុណដល់បងទាំងពីរនិងអ្នកម៉ែផងដែរបើគ្មានអ្នកទាំងអស់គ្នាខ្ញុំនិងអូនវតីពិតជាលំបាកហើយសានប្អូនមិនបាច់អរគុណអីទេយើងជាគ្រួសារតែមួយត្រូវចេះជួយគ្នាអញ្ចឹងហើយមែនហើយប្អូនកាលបងនៅរៀនកុំតែបានវតីគ្នាដើរទូនំលក់យកលុយមកជួយបងឲ្យបានរៀនចាប់ចុងចាប់ដើមកុំអីបងមិនដឹងទៅជាយ៉ាងណាទេវតីជាអ្នកមានគុណដល់បងដែរទេគ្នាខំដើរលក់នំទាំងលំបាកជួនមានគេទិញជួនមានគេពេបជ្រាយតេះដៀលជួនមានគេវាយធ្វើបាបជួនកាលខំលក់បានត្រូវគេវាយយកលុយអស់ទៀតក៏មានជីវិតបងបើកុំមានវតីចូលរួមជ្រោមជ្រែងក៏មិនអាចមានថ្ងៃនេះដែរប្អូនសូមអភ័យទោសបងទាំងពីរដែលប្អូនខឹងខុសមិនបានដឹងពីការលំបាករបស់បងតាមពិតខ្ញុំសែនខ្មាស់ខ្លួនឯងណាស់ពេលដឹងពីការពិតនៃវិបត្តិក្នុងចិត្តបងជលសាបងជាបងប្រុសដ៏កំសត់បងដ៏ល្អ
បងខំអត់ធ្មត់ដើម្បីលើកស្ទួយគ្រួសារកុំឲ្យគេមើលងាយខ្ញុំទេដែលជឿពាក្យចាក់ដោតអ្នកស្រុកខ្លះដែលចង់ឲ្យយើងបែកបាក់គ្នាមិនចេះគិតវែងឆ្ងាយទើបតែពេលនេះទើបខ្ញុំដឹងថាគ្មានអ្នកណាស្រឡាញ់យើងនិងគិតដល់យើងដូចសាច់ឈាមយើងទេកុំខំនិយាយពេកអូនហើយឈប់បន្ទោសខ្លួនឯងទៀតទៅគ្រួសារបងទេដែលជាអ្នកផ្ដើមរឿងនេះបើបងមិនរើសអើងប្អូននិងម៉ែពីដំបូងក៏គ្មានរឿងនេះកើតឡើងដែរបងទេជាអ្នកខុសនោះណាស់ហើយម៉ែសប្បាយចិត្តណាស់ហើយឃើញកូនចេះស្រឡាញ់គ្នាបែបនេះមិនបាច់ដណ្ដើមគ្នាខុសទេធីរីជាកូនល្អរបស់ម៉ែធីរីយកចិត្តទុកដាក់នឹងម៉ែហើយតែងបារម្ភពីវតីជានិច្ចបើវតីនេះវាព្រមទទួលរាប់រកយើងវិញហើយគ្រួសារយើងនឹងរីករាយពោពេញទៅដោយសុភមង្គលមិនខានការរកស៊ីក៏ល្អហើយបើបានវតីនិងកូនសានមកជួយកូនទៀតមិនដែរជលសា បាទម៉ែខ្ញុំសប្បាយចិត្តណាស់ស្ទើរស្រក់ទឹកភ្នែកទៅហើយពេលបានឮវតីទទួលខ្ញុំជាបងវិញខ្ញុំសច្ចាថាចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងការពារគ្រួសារយើងឲ្យបានល្អហើយនឹងខំកសាងកិត្តិយសគ្រួសារយើងឲ្យបានខ្ពង់ខ្ពស់ណាម៉ែ ធីរីនិងជលសាបានផ្ដល់លុយលើការសម្រាលទាំងស្រុងព្រមទាំងបានមើលថែដោយផ្ទាល់ទីបំផុតគ្រួសារទាំងមូលបានរួបរวมគ្នាជាថ្មីក្នុងបរិយាកាសដ៏ល្អត្បិតពេលនេះជលសានិងធីរីក្លាយជាអ្នកជំនួញដ៏ធំប្រចាំភូមិនិងមានកម្មករជាច្រើនអ្នក បងប្អូនថ្ងៃនេះយើងបានជុំគ្នាឡើងវិញហើយការងារយើងបានរីកចម្រើនខ្លាំងណាស់ប៉ុន្មានខែចុងក្រោយនេះខ្ញុំនឹងដំឡើងប្រាក់ឈ្នួលជូនដល់ពូមីងបងប្អូនទាំងអស់បន្ថែមចាប់ពីថ្ងៃនេះតទៅឥឡូវនេះយើងនឹងបន្ថែមសមាជិកថ្មីចំនួន2រូបទៀតនោះគឺសាននិងវតីដើម្បីជួយការងារបងប្អូនឲ្យបានលឿនជាងមុនប្រាក់ដែលយើងបានមកមួយចំនួនយើងទុកបំរុងប្រើប្រាស់ក្នុងករណីចាំបាច់មួយចំនួនជូនរង្វាន់បងប្អូនក្រុមការងារយើងដែលមានស្នាដៃល្អសម្រាប់បានលទ្ធផលការងារល្អហើយមួយចំនួនទៀតជួយដល់ចាស់ជរានិងអ្នកភូមិយើងដែលទីទាល់ក្រីក្រហើយយើងនឹងត្រៀមកសាងសាលាថ្មីដើម្បីជួយដល់កូនក្មួយយើងបានរៀនសាលាល្អក្រេបចំណេះដឹងជារួមចំណែកជួយអភិវឌ្ឍស្រុកភូមិយើងនាពេលអនាគតដូចនេះកម្លាំងញើសឈាមបងប្អូនគឺជាការចូលរួមយ៉ាងធំធេងក្នុងការជួយជំរុញមុខជំនួញរបស់ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាបន្ថែមជាងនេះខ្ញុំសូមអរគុណដល់ពូឌឿនដែលជាមិត្តចាស់របស់លោកឪពុកខ្ញុំគាត់មានចំណែកធំណាស់ក្នុងការផ្ដល់យោបល់និងជួយចាត់ចែងការងារទាំងមូលខ្ញុំទុកគាត់ដូចជាឪពុកបង្កើតខ្ញុំនឹងមើលថែពូអស់មួយជីវិតពូសូមអរគុណក្មួយណាស់ទឹកភ្នែកពូស្រក់ពេលនេះគឺជាការរំភើបនិងទឹកចិត្តក្មួយមិនត្រឹមតែផ្ដល់ឱកាសឲ្យពូបានមានការងារគ្រាន់បានកម្រៃចិញ្ចឹមជីវិតទេថែមទាំងផ្ដល់នៅការមើលថែពូកន្លងមកចិត្តក្មួយដូចឪពុកក្មួយណាស់ក្លាហានអត់ធ្មត់ឆ្លៀសវៃនិងចេះជួយអ្នកជុំវិញខ្លួនបងចម្រុងបងឮទេបើបងនៅមានជីវិតម្លេះបងសប្បាយចិត្តណាស់ដែលមានកូនប្រុសដ៏ល្អដោយកន្លងធម៌ជលសាដូចណាស់ដូចបងណាស់ទាំងកាយវិការសម្លេងនិងបេះដូងខ្ញុំនឹកបងណាស់ឯងត្រូវចាំថាយប់នេះយើងនឹងទៅប្លន់ផ្ទះគ្រួសារអជលសាហើយត្រូវសម្លាប់ចោលទាំងអស់កុំលើកលែងឲ្យសោះបាទមេមើលឡាគឿនឯងបានស៊ើបការបានយ៉ាងម៉េចខ្លះហើយបាទមេនៅផ្ទះនោះរាល់យប់ស្ងប់ស្ងាត់ល្អណាស់ហើយកម្មករដេកលក់ស្ងាត់ឈឹងប្រហែលពួកវាធ្វើការហត់ពេកនេះបានចំជារបាយការណ៍ល្អមែនចុះមាននរណាដឹងរឿងអីទៀតទេបាទមេមានរឿងមួយដែលខ្ញុំបានធ្វើតែមិនបានប្រាប់មេរឿងអីខ្ញុំបានបំផុសបំផុល
ថាអាសម្បត្តិនេះជាមេខ្លោងធំក្នុងការប្លន់រលើកតែរកផុសតាងមិនទាន់បានអាវែងឯងពូកែហួសពីការស្មានបេសកកម្មលើកនេះបើជោគជ័យយើងនឹងឲ្យរង្វាន់ឯងជាទីគាប់ចិត្តឬទេពួកឯងអាវែងធ្វើបានល្អណាស់ធ្វើបែបនេះទើបគ្មានអ្នកសង្ស័យនឹងតាមដានយើងពួកអ្នកស្រុកនឹងរវល់តែតាមដានអាសម្បត្តិជាឱកាសរបស់យើងធ្វើសកម្មភាពអាសម្បត្តិបានតែអួតក្អេងក្អាងចាយលុយខ្ជះខ្ជាយនាំឲ្យអ្នកស្រុកយល់ថាវាជាចោលទៅវិញហានៅកន្លែងនេះស្ងាត់តែយើងក៏មិនត្រូវប្រហែសដែរក្រែងលោមានអ្នកលួចស្ដាប់យើងនឹងខូចការជាជាមិនខានអញអាដែងអាភឿនឯងទៅមើលអ្នកណាពូននៅដើមឈើខាងនោះបាទមេចាំខ្ញុំទៅមើលបាទមេស្រមោលដើមឈើហ្នឹងចឹងមិនអីទេតែក៏ត្រូវប្រយ័ត្នដែរយើងប្លន់ក្រក្រោចគ្រប់ទិសទីរាប់សិបដងមិនមានអ្នកដឹងពីមុខសញ្ញាយើងក៏ដោយសារតែពួកយើងស្មោះត្រង់និងប្រយ័ត្នប្រយែងបំផុតដូចនេះមិនត្រូវធ្វើប្រហែសជាដាច់ខាតហើយយប់នេះពាក់កណ្ដាលអាត្រៀតពេលដែលអ្នកស្រុកនិងកម្មករទាំងនោះដេកលក់អស់យើងធ្វើសកម្មភាពតែម្ដងហេតុអីបានជាលឿនម្លេះមេរដងយើងត្រៀម2ទៅ3ថ្ងៃមុនម្ដងនេះយើងមិនចាំបាច់ត្រៀមទេល្ងាចនេះយើងឃើញពួកវាផឹកស៊ីសប្បាយពាក់កណ្ដាលអាត្រៀតវាដេកលក់អស់ហើយជាឱកាសយើងហើយត្រូវចាត់ការឲ្យអស់កុំទុកម្នាក់ឲ្យសោះឬទេពួកដែងដូចរដងអញ្ចឹងបំបែកគ្នាសម្រាប់យកកម្លាំងហើយត្រៀមខ្លួនសប្បាយផងចប់បេសកកម្មលើកនេះពួកឯងសប្បាយអស់ដៃទៅហាបាទមេពួកឯងដើរលបកុំឲ្យពួកវាដឹងខ្លួនទាន់បងប្អូនចាប់ឲ្យបានទាំងរស់ហើយបកស្បែកមុខពួកវាឲ្យអ្នកភូមិយើងគ្រប់គ្នាបានដឹងដោយជលសាបានដឹងមុនតាមរយៈពូឌឿនបានរាយការណ៍គេបានប្រជុំគ្នាត្រៀមចាប់រួចជាស្រេចដោយក្រុមចោរនៅកន្លែងភ្លឺហើយក្រុមជលសានៅកន្លែងងងឹតហើយត្រៀមអន្ទាក់ទៀតផងនោះបានចាប់ពួកចោរបានទាំងអស់ហើយមិនអាចតដៃបានទៀតផងជយោក្មួយជលសាសូមបកស្រង់មុខពួកវាចេញយើងចង់ដឹងថាតើពួកវានេះជានរណាពូភុនជលសានិងបងប្អូនទាំងអស់គ្នាសូមលើកលែងឲ្យខ្ញុំម្ដងទៅនេះជាលើកទី1ហើយខ្ញុំមិនដែលខ្ញុំហ៊ានធ្វើបែបនេះមកលេងស្រុកយូរហើយមិនក៏មិនជឿមិនឆ្កែផងនឹងប្តីខ្ញុំតែអ្វីបងធ្វើបែបនេះគឺគ្រូខាខ្ញុំហើយមិនឈើខាងខ្ញុំអាឡ័យរវល់ចរកាអូនចិត្តបន្ទូចដែរហើយគិតថាចាំរកពេលណាមួយសមរម្យមកលេងបងនឹងកែខ្លួនហើយកូនចៅប៉ុណ្ណឹងជាជិត30ឆ្នាំហើយបងចង់កែខ្លួនអីពីនេះហើយបងអូនឌឿនស្រីមួយប្រុសពីរជឿបងចុះអូនលើកលែងឲ្យការទៅជលសារៀនប្រកែណាខ្ញុំខំយ៉ាងណាក៏មិនឈ្នះដល់ពេលមានគ្រូសាក៏នៅតែពូកែជាងខ្ញុំទៀតខ្ញុំបានពីដែរតែប្រុសទាំងពីរបងប្អូនក្នុងភូមិទាំងអស់និយាយយ៉ាងចឹងមិនហើយការងាររកស៊ីនៅទីក្រុងបានយើងដែលតែងតែប្លន់ក្រៅប្របន្ទៅហើយយកប្រាក់ដែលប្លន់បានទៅសប្បាយហឺហានៅទីក្រុងតែរលីងពីខ្លួនសូម្បីជាមនុស្សចិត្តក៏អស់ដែរធួអញ្ចឹងបងភុនជាមេខ្លោងធំដឹកនាំការប្លន់រលើកនិយាយតែវែងឆ្ងាយណាស់តែខ្ញុំអាចរស់នៅសុខសាន្តសប្បាយយ៉ាងបើកុំតែជួបបញ្ហាកុំអីអត់បានគួរនឹងជាតិមិនស្រាយទេហើយថ្ងៃក្រោយបើទោះជានៅឡើងវិញក៏ប្រហែលជាមិនទៅណាចោលសុខសាន្តទេទោះបីជាបងនេះខំមកគប់កូនចៅក៏បានអត់តែមានជឿសាត្រូវអត់តែបងមិនអាចរំលងបងនិយាយមួយម៉ាត់នេះចំជាតែមួយដែលខ្ញុំលាក់ទុកក្នុងចិត្ត30ឆ្នាំរស់នៅបែបអាភុននេះហើយមិនស្លន់ទេនឹងសម្រាប់បងបែបទីក្រុងនឹងកម្មករផ្សេងទៀត
ចង្រៃ ចុះឥឡូវ បង មានមុខរបរ យើងចាំបាន អាចរកស៊ីជាមួយគ្នាបានទេធ្លាប់រស់នៅទីក្រុងប្រហែលជាមានបទពិសោធន៍ច្រើន អ្នកភូមិផ្សេងគេក៏មាន ប្រហែលខែនេះខ្ញុំបានស្រាវជ្រាវនិងចងក្រងនៅផែនការអាជីវកម្មដ៏សំខាន់មួយរងចាំពេលវេលាល្អមកដល់និងចាប់ផ្ដើម កន្លងមកខ្ញុំតែងតែលាក់ទុក មើល ចិត្ត មាន ហើយ ផែនការ ប្រាក់ចាប់ផ្លាច់ធ្វើដឹងខ្លួន ការកុំបារម្ភ នោះតែ ខ្ញុំមានអ្នករ៉ាប់រងខ្ញុំជឿជាក់លើជលសាហើយចំណេញចែកគ្នាស្មើ ចិត្តទុកដាក់នឹងខ្ញុំរួមទាំងបង្កើត បើវុធីនិងលក្ខណៈជឿជាក់លើខ្ញុំហើយមានន័យថាឱកាសល្អបានមកដល់ហើយតើខ្ញុំមានបំណងនាំយកផ្លែឈើនិងផលកសិកម្មស្រុកភូមិយើងទៅលក់នៅទីក្រុងកាលខ្ញុំគ្រប់គ្រងក្រុមហ៊ុនមួយនោះខ្ញុំមានទំនាក់ទំនងល្អជាមួយអ្នកជំនួញធំជាច្រើនខ្ញុំគិតថានឹងទៅជួបពិភាក្សាការងារនេះជាមួយពួកគេនៅអតីតក្រោយហើយ ចំអន្ទាក់តាមគោលដៅរៀងជីវិតរួនហើយបានជំលៀសមនុស្សចាស់និងក្មេងៗចេញពីផ្ទះនេះដោយស្ងាត់ហើយទាំងអស់គ្នាបានចេញពីផ្ទះអស់ដើម្បីការពារកុំឲ្យប៉ះគ្នានាំប្រើកម្លាំងដាក់គ្នាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនយើងការបែងចែកកម្លាំងការរៀបអន្ទាក់ដោយភាពឆ្លាតវៃនេះធ្វើឲ្យយើងចាប់បានក្រុមចោរដោយមិនចាំបាច់ចំណាយកម្លាំងនិងប្រថុយនឹងគ្រោះថ្នាក់ខ្ញុំសូមអរគុណពួកឌឿនដែលហ៊ានប្រថុយជីវិតដើម្បីការពារពួកយើងហើយអរគុណបងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលក្លាហានក្នុងការសហការចាប់ក្រុមចោរដោយមិនញញើតបើពុំមានមេដឹកនាំខ្លាំងដោយបងជលសាទេពួកខ្ញុំក៏មិនហ៊ានដែរបងជលសាប្រៀបដូចជាមេទ័ពជាខ្លាចំណែកពួកខ្ញុំប្រៀបដូចជាកូនទ័ពជាសត្វជាមិនចឹងគេថាស៊ូមានមេទ័ពជាខ្លាទោះកូនទ័ពជាជាមក៏អាចយកជ័យជំនះបានដែរបងប្អូនសូមស្ងាត់បន្តិចបងប្អូនលើកដំកើងខ្ញុំពេកហើយតាមពិតទៅគឺជាការចូលរួមចំណែកពីបងប្អូនដែរទេទើបការងារយើងតែងតែមានភាពជោគជ័យកន្លងមកនិងនៅយប់នេះខ្ញុំមិនអាចធ្វើតែម្នាក់ឯងបានទេរាល់ការងារទាំងអស់បើគ្មានការចូលរួមលះបង់កម្លាំងកាយចិត្តពីបងប្អូនទាំងអស់គ្នាពេលនេះខ្ញុំសូមរំលឹកខ្លះៗជូនដល់បងប្អូនគិតពិចារណាទី1ការរៀនសូត្ររបស់ខ្ញុំបើគ្មានអ្នកម្ដាយប្អូនវត្ត័យលក្ខិណានិងពូមីងក្នុងភូមិយើងនេះជួយជ្រោមជ្រែងទេក៏ខ្ញុំមិនមានលទ្ធភាពបានរៀនសូត្រទេទី2បើគ្មានប្រពន្ធខ្ញុំនិងមិត្តភ័ក្តិផ្សេងទៀតដែលជាមិត្តរួមថ្នាក់ការនៅរៀននៅឯទីក្រុងជួយជ្រោមជ្រែងទេក៏មិនអាចមានឱកាសដូចសពថ្ងៃនេះដែរទី3រាល់ការងារទាំងអស់ក្នុងមុខចំនួនសពថ្ងៃបើគ្មានលក្ខិណានិងស្វាមីជួយទេក៏មិនអាចទៅរួចដែរហើយក៏គ្មានបងប្អូនទាំងអស់គ្នានៅទីនេះចូលរួមទេក៏មិនអាចជោគជ័យល្អដូចសពថ្ងៃនេះដែរសរុបសេចក្តីមកដូចជាជីវិតយើងដែរអម្រែកនៃជីវិតពិតជាធ្ងន់ណាស់ទាមទារការសហការការសាមគ្គីគ្នាទើបអាចរែកពុនទៅមុខបានអម្រែកកាន់តែធំកាន់តែធ្ងន់ហើយក៏កាន់តែត្រូវការអ្នកចូលរួមកាន់តែច្រើនដូចនេះបងប្អូនទាំងអស់គ្នាជាចំណែកដ៏ធំរាល់ការសម្រេចការងារទាំងអស់កន្លងមកនេះទើបអាចធ្វើដំណើរមកដល់ការរីកចម្រើនដោយសពថ្ងៃនេះបានដូចនេះសូមបងប្អូនទាំងអស់គ្នារួបរวมសាមគ្គីគ្នាបន្តខិតខំបន្ថែមទៀតដើម្បីសេចក្តីសុខនិងក្តីរីកចម្រើនទាំងអស់គ្នាជ័យយោ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  មួយឆ្នាំក្រោយមក ក្នុងនាមខ្ញុំបាទជាមេភូមិតំណាងឲ្យប្រជាជននៅក្នុងភូមិយើងទាំងអស់ដែលមានប្រជាជនសរុបប្រមាណ500គ្រួសារសូមគោរពដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលមានវត្តមាននៅក្នុងពិធីបើកសម្ពោធសាលារៀនថ្មីដែលជាការឧបត្ថម្ភដោយគ្រួសារក្មួយចម្រុងជលសាដើម្បីជាប្រយោជន៍ដល់កូនចៅចំនួនក្រោយបានរៀនសូត្រសាលាល្អស្អាតផ្ដល់នៅបរិយាកាសល្អដល់ក្មួយចៅក្រេបជញ្ជក់ចំណេះដឹងដើម្បីលើកស្ទួយមុខមាត់ភូមិស្រុកយើងកាលណាមានអ្នកចេះដឹងកាន់តែច្រើនភូមិយើងនឹងកាន់តែរីកចម្រើនតំបន់យើងកាន់តែរីកចម្រើនទឹកចិត្តដ៏ធំធេងរបស់ក្មួយជលសានិងគ្រួសារទាំងមូលនេះហើយជាការចូលរួមចំណែកលើកស្ទួយវិស័យអប់រំក្នុងប្រទេសយើងផងដែរ
បន្តទៅនេះសូមអញ្ជើញក្មួយជលសាឡើងមកមានមតិយោបល់បន្តិចឡើងមកក្មួយជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណដល់លោកពូមេភូមិដែលបានផ្ដល់ឱកាសឲ្យខ្ញុំបាទក្នុងការបញ្ចេញនូវមតិយោបល់ខណៈនេះខ្ញុំសូមគោរពជម្រាបសួរដល់បងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងសូមគោរពដល់បងប្អូនពូមីងទាំងអស់ដែលមានវត្តមាននៅទីនេះខ្ញុំបាទសូមឧទ្ទិសកុសលដែលបានសាងកន្លងមកនិងក្នុងសាងសង់សាលារៀននេះជូនទៅដល់វិញ្ញាណក្ខន្ធលោកឪពុកចម្រុងដែលបានលាចាកលោកនេះទៅសូមឲ្យលោកបានកើតក្នុងសុគតិភពផងចុះសូមអរគុណអ្នកម្ដាយលោកយាយចរិយាដែលបានលះបង់កម្លាំងកាយចិត្តអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីឲ្យខ្ញុំជាកូនបានរៀនសូត្រចប់ចុងចប់ដើមនិងសូមអរគុណដល់ប្អូនស្រីវតីប្អូនលះបង់ច្រើនណាស់ដើម្បីបងដើម្បីសម្រេចបាននៅការរៀនសូត្រចប់ចុងចប់ដើមដើម្បីយកមកបម្រើបងប្អូនយើងក្នុងស្រុកភូមិវិញអរគុណដល់ប្រពន្ធសម្លាញ់ធារីដែលតែងតែលើកទឹកចិត្តខ្ញុំរាល់ការជួបបញ្ហាទាំងឡាយកន្លងមកបើគ្មានគាត់ទេខ្ញុំពិតជាពិបាកណាស់ក្នុងការដើរមកដល់ទីនេះការសិក្សាអាចផ្លាស់ប្ដូរមនុស្សបានពីមនុស្សថ្នាក់ទាបទៅមនុស្សថ្នាក់ខ្ពស់ពីមនុស្សដែលគិតថាខ្លួនគ្មានតម្លៃទៅជាមនុស្សដែលមានប្រយោជន៍ដល់សង្គមជាតិទាំងនេះជាមិនផុតទេគ្រប់គ្នាត្រូវតែបញ្ជូននិងលើកទឹកចិត្តកូនឲ្យបានរៀនសូត្រចប់ចុងចប់ដើមដោយគ្រួសារខ្ញុំស្រាប់បងប្អូនដឹងហើយពីដើមរៀងមកខ្វះខាតមុខក្រោយខំទាំងត្រដាបត្រដួសទម្រាំមានដូចសពថ្ងៃនេះយើងបានមកដល់សពថ្ងៃនេះគឺដោយសារតែចំណេះដឹងតែមួយគត់ចំណេះដឹងនេះជាប្រទីបបំភ្លឺផ្លូវដ៏អស្ចារ្យឆ្ពោះទៅរកសេចក្តីរីកចម្រើនក្នុងគ្រួសារមួយក្នុងតំបន់និងជួយឲ្យប្រទេសយើងរីកចម្រើនផងដែរជាចុងក្រោយខ្ញុំបាទសូមឲ្យក្មួយៗកុមារាកុមារីក្នុងភូមិយើងទាំងអស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការរៀនសូត្រត្រង់ត្រាប់ស្ដាប់គ្រូបញ្យលមានតែក្មួយនេះហើយដែលជាទំពាំងស្នងឫស្សីលើកស្ទួយកិត្តិយសនិងជីវភាពគ្រួសារនៅថ្ងៃអនាគតបាន